បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចង់ចែករំលែកទៅអ្នកទាំងអស់គ្នាគឺការប្រើប្រាស់ function count នៅលើ Excel តោះឥឡូវយើងទៅមើលវាតើគេប្រើវាដើម្បីអីគេចឹងសម្រាប់function count គឺយើងប្រើសម្រាប់រាប់តម្លៃដែលជាលេខជាការបរិច្ឆេទជាម៉ោងក្រៅពីនេះគឺដូចជាចន្លោះឬក៏អក្សរគឺវាមិនរាប់បញ្ចូលទេអញ្ចឹងណានេះគឺជារូបមន្តផងវា smart count value 1 វាមួយ value 2គឺមួយទៀត value រហូតទៅដល់255 value អញ្ចឹងណាអញ្ចឹង value 1ជាគេ value 1គឺជា rank ឬក៏ cell ដំបូងដែលយើងចង់រាប់បន្ទាប់មកគឺ value 2គឺជា rank ឬក៏ cell ដែលយើងត្រូវរាប់បន្តអញ្ចឹងអ្វីដែលយើងអាចរាប់ទៅដល់250 value អូខេតោះឥឡូវយើងទៅមើលឧទាហរណ៍ទាំងអស់គ្នាឲ្យកាន់តែយល់ច្បាស់ពីវាចឹងទី1ខ្ញុំមានឧទាហរណ៍មួយគឺតកតងនឹងខ្ញុំមានតារាង cell មួយប្រចាំថ្ងៃមួយចឹងកន្លែងនេះគឺខ្ញុំចង់ដឹងថាក្នុងមួយថ្ងៃនេះមួយថ្ងៃ18ហ្នឹងខែជូឡៃហ្នឹង2025ហ្នឹងតើខ្ញុំលក់បានប៉ុន្មាន invoice អញ្ចឹងណាអញ្ចឹងក្នុងមួយថ្ងៃ18ហ្នឹងតើខ្ញុំលក់បានប៉ុន្មាន invoice តោះឥឡូវយើងទៅអនុវត្តនៅក្នុង Excel ទាំងអស់គ្នាអូខេអញ្ចឹងនេះជាតារាងដែលខ្ញុំបានបង្ហាញមុនហ្នឹងអញ្ចឹងយើងមានតារាងពីនេះអញ្ចឹងយើងចង់ count តកតងនឹង invoice នេះ invoiceដែលយើងបានលក់ក្នុងថ្ងៃ18ហ្នឹងតោះអញ្ចឹងគឺយើងដាក់រូបមន្តយើងមកគឺ smart count យើងចុច tab 1អញ្ចឹងគឺយើង select យកនៅក្នុង column លេខវិក័យប័ត្រហ្នឹងយើង select យកមកតបមកគឺយើងបិទវងចោលវិញគឺ enter អូខេចឹងយើងនឹងបានលទ្ធផលហើយនេះលទ្ធផលគឺ14 invoice ចឹងណាចឹងយើងមើលទៅគឺ14 invoice ចឹងកន្លែងឧទាហរណ៍នេះគឺខ្ញុំចង់បង្ហាញគ្នាយើងតកតងនឹងការរាប់ឬក៏លក្ខខណ្ឌដែលយើងត្រូវរាប់នោះគឺជាលេខជា number ចឹងណាជាចំនួនគត់អូខេតោះឥឡូវយើងទៅមើលឧទាហរណ៍ទី2ចឹងសម្រាប់ឧទាហរណ៍ទី2នេះគឺខ្ញុំមានតារាង cell មួយលក់ប្រចាំខែចឹងខ្ញុំចង់ដឹងថា cell ឈ្មោះម៉ាងសីហានេះតើគាត់ចូលប្រើប្រាស់ system PS ហ្នឹង system សម្រាប់លក់ផលិតផលឲ្យអតិថិជនហ្នឹងឬក៏លក់គិតលុយអតិថិជនហ្នឹងគឺតើគាត់ចូលក្នុងមួយខែហ្នឹងតើគាត់ចូលបានប្រមាណដងអញ្ចឹងណាអានេះយើងចង់ track គាត់ថាគាត់បានចូលប្រើ system ប្រមាណដងអញ្ចឹងណាព្រោះក្នុងការចូលប្រើគឺមាន user រៀងៗខ្លួនអញ្ចឹងណាអញ្ចឹងយើងចង់ track គាត់អញ្ចឹងអានេះគឺជាទិន្នន័យ report ដែលយើងទាញចេញពី system មកតោះឥឡូវយើងទៅមើលឧទាហរណ៍ទាំងអស់គ្នាដោយប្រើ Excel វិញចា៎នេះគឺជាតារាង cell អានេះគឺជាទិន្នន័យដែលយើងទាញ report ចេញពី PS អញ្ចឹងណាអូខេអញ្ចឹងខ្ញុំចង់ដឹងថានេះcell ឈ្មោះនេះតើក្នុងមួយខែហ្នឹងខែជូឡៃនេះតើគាត់ប្រើប្រាស់ system បានប្រមាណដងឬក៏បានប្រមាណថ្ងៃនិយាយទៅគឺក្នុងមួយថ្ងៃគាត់ចូល3-4ដងគឺយើង track យកម្ដងទេអញ្ចឹងណាអញ្ចឹងតើគាត់ប្រើប្រាស់ system ហ្នឹងបានប្រមាណថ្ងៃអូខេអញ្ចឹងយើងប្រើ count smart count
តមកយើងselect លើ column ថ្ងៃខែនេះយើង select មកទាំងអស់មកអញ្ចឹងយើងបិទវងចុះវិញគឺ enter អញ្ចឹងគឺអ្វីដែលគាត់បានប្រើប្រាស់ក្នុងមួយខែហ្នឹងខែ July ហ្នឹងគឺគាត់ប្រើប្រាស់បានចំនួន14ថ្ងៃអញ្ចឹងព្រោះក្នុងមួយថ្ងៃគាត់ចូល3 4ដងដែរក៏យើងរាប់ម្ដងដែរអញ្ចឹងណាអូខេអញ្ចឹងគឺយើងអាចប្រើប្រាស់វាបានជាមួយនឹងថ្ងៃខែដែរអញ្ចឹងណានេះឃើញជា date ក៏យើងអាច count វាបានដែរតោះឥឡូវយើងទៅមើលឧទាហរណ៍បន្តទៀតគឺយើងនិយាយតាក់ទងនឹង employee គឺយើងចង់ track តាក់ទងអ្នកដែលមកយឺតអញ្ចឹងយើងចង់ដឹងថាបុគ្គលិកយើងក្នុងថ្ងៃ17ហ្នឹងតើថ្ងៃ17ហ្នឹងបុគ្គលិកយើង12នាក់តើមកយឺតប៉ុន្មាននាក់អញ្ចឹងណាអញ្ចឹងនេះយើងមានតារាងឈ្មោះមានភេទហើយនឹងថ្ងៃខែហ្នឹងថ្ងៃ17ហ្នឹងខែ12ហ្នឹងតើមានបុគ្គលិកប្រមាណអ្នកដែលចូលយឺតអញ្ចឹងគឺតាមលក្ខខណ្ឌផងយើងគឺតាមឧទាហរណ៍ផងយើងហ្នឹងគឺយើងចូលធ្វើការម៉ោង7កន្លះនិងចេញម៉ោង5អញ្ចឹងណាអញ្ចឹងយើង track តាក់ទងនឹងអ្នកដែលចូលអញ្ចឹងពេលដែលអ្នកដែលចូលមុនម៉ោង7កន្លះគឺឲ្យ store នៅ column ចូលម៉ោងចូលហើយអ្នកដែលមកយឺតចូលក្រោយម៉ោង7កន្លះគឺឲ្យ store នៅ column ម៉ោងយឺតអញ្ចឹងណាអូខេតោះឥឡូវយើងទៅមើលនៅក្នុង Excel ទាំងអស់គ្នានេះយើងមានតារាងនេះអញ្ចឹងអ្នកដែលចូលមកទាន់គឺគាត់ទិន្នន័យហ្នឹងគឺ store នៅកន្លែងម៉ោងចូលបើអ្នកមកយឺតឬគាត់ចូលមកម៉ោង7:35ហ្នឹងជាងគាត់ចូលក្រោយម៉ោង7កន្លះគឺឲ្យ store នៅម៉ោងយឺតអញ្ចឹងឥឡូវខ្ញុំចង់ដឹងថាតើបុគ្គលិកប៉ុន្មានដែលមកយឺតតោះអូខេអញ្ចឹងខ្ញុំប្រើ count ដែរចឹងខ្ញុំចុច tab 1អញ្ចឹងខ្ញុំចង់ count តាក់ទងបុគ្គលិកដែលគាត់មកយឺតអូខេខ្ញុំទាញនៅលើម៉ោងយឺតអូខេខ្ញុំបិទវិញអូខេអញ្ចឹងខ្ញុំរកឃើញ8នាក់ដែលមកយឺតនេះអញ្ចឹង1 2 3 4 5 6 7 8 8នាក់អញ្ចឹងណាអញ្ចឹងគឺតាក់ទងនឹងម៉ោងក៏យើងអាច count បានដែរនេះហ្នឹងគឺម៉ោងអញ្ចឹងម៉ោងក៏យើងអាចប្រភេទទិន្នន័យជាម៉ោងក៏យើងអាច count បានដែរអញ្ចឹងណាអូខេតោះឥឡូវយើងទៅមើលឧទាហរណ៍បន្តទៀតអញ្ចឹងអានេះក៏មិនខុសពីឧទាហរណ៍មុនដែរអញ្ចឹងណាអញ្ចឹងគឺរមើលបុគ្គលិកដែលមកយឺតប៉ុន្តែនេះខុសគ្នាមុនតិចគឺយើងមានតារាង2អញ្ចឹងយើងមានតារាង2អញ្ចឹងយើងមានតារាងនេះមួយតមកក៏យើងមានតារាងនេះមួយទៀតអញ្ចឹងគឺយើងចង់ count ទាំងពីរតារាងនឹងមកដោយប្រើរូបមន្ត count តែមួយទេតោះអញ្ចឹងគឺយើងស្មើ count តមកយើង select យក column ម៉ោងយឺតនេះដែរនៅក្នុងតារាងមួយនេះតមកគឺយើងក្បៀសមួយនេះយើងវាចូលដល់ value 2អញ្ចឹងយើង select យក column មួយនេះនៅ table មួយទៀតអញ្ចឹងណាថា table ទី2អញ្ចឹងណាតមកយើងបិទវងកញ្ចក់យើង enter អញ្ចឹងយើងបានរកឃើញអ្នកដែលមកយឺតឬក៏បុគ្គលិកដែលមកយឺតហ្នឹងគឺចំនួន17នាក់ទាំងពីរតារាងហ្នឹងអូខេចា៎នេះគឺខ្ញុំក៏ចង់បង្ហាញយើងតាក់ទងនឹងយើងអាច count 2 column ផ្សេងគ្នាអញ្ចឹង2 column ផ្សេងគ្នាក៏បានដែរក្នុងប្រើរូបមន្តតែមួយអូខេចឹងអានេះគឺជាឧទាហរណ៍ចុងក្រោយអានេះគឺអត់មានអីទេអានេះគ្រាន់តែអាចជា summary មកវិញទិន្នន័យប្រភេទណាដែល count បានទិន្នន័យប្រភេទណាដែល count មិនបានអញ្ចឹងណាអូខេអញ្ចឹងគឺខ្ញុំស្មើនេះអញ្ចឹងខ្ញុំ select យកទិន្នន័យមកជួរនេះទាំងអស់អូខេអញ្ចឹងខ្ញុំបិទវងកញ្ចក់វិញអញ្ចឹងអ្វីដែលវា count គឺបាន6នេះបាន6អញ្ចឹងនេះទី1 count ចំនួនគត់នេះទី2 count
ចំនួនអវិជ្ជមានទី3ខោនចំនួនទស្សភាគទី4ខោនចំនួនភាគរយទី5ខោនជា date ទី6ខោនជា date ដែរអញ្ចឹងគឺបានសម្រាប់ចន្លោះនេះចន្លោះទេនេះគឺអត់ខោនទេជាតិចជាអក្សរខ្មែរគឺអត់ខោនដែរអានេះគឺសម្រាប់រូបមន្តក៏វាអត់ខោនដែរអានេះរូបមន្ត error ក៏អត់ខោនដែរហើយនេះជាតិចប្រភេទជាអក្សរតាំងក៏អត់ខោនដែរអញ្ចឹងណាអញ្ចឹងគឺអ្វីដែលវាអាចខោនបានគឺមានចំនួនគត់ចំនួនទស្សភាគចំនួនវិជ្ជមានជាភាគរយជា date ជា time ជាពេលវេលាដែលអាចឲ្យរូបមន្តខោនអាចខោនវាបានអូខេចឹងសង្ឃឹមថាគ្នាយើងនឹងយល់ចឹងសម្រាប់វីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេបើគ្នាយើងពេញចិត្តកុំភ្លេចជួយ like និង share វីដេអូនេះមួយផងអរគុណច្រើនយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ